សូមជូនរឿងទុនសាយចង់ស៊ីចេកកាលពីព្រេងនាយមានទុនសាយមួយក្បាលនៅក្នុងព្រៃថ្ងៃមួយដកក្តៅហែងសោភាទុនសាយឃ្លានអាហារជាខ្លាំងយាយសាកំពុងតែធ្វើដំណើរទៅផ្សារជាមួយនឹងចេកទុំពេញកញ្ជើទុនសាយនឹកឃើញល្បិចមួយភ្លាមខ្ញុំឃ្លីណាតែចាំមើលចុះខ្ញុំនឹងបាំងជែកស៊ីមិនខានវាបានធ្វើជាស្លាប់នៅកណ្ដាលផ្លូវយាយសាឃើញហើយត្រេកអរណាស់គិតថាបានសាច់ទុនសាយសម្រាប់អាហារល្ងាចយីទុនសាយងំទេតាសំណាងល្អណាស់ថ្ងៃនេះបានទាំងលុកជែកបានទាំងសាច់ក្លែមគាត់ក៏រើសទុនសាយដាក់ក្នុងកញ្ជើរួចបន្តដំណើរទៅមុខនៅក្នុងកញ្ជើទុនសាយលួចស៊ីចេកម្ដងមួយយ៉ាងឆ្ងាញ់ពិសាយាយសាមិនបានដឹងខ្លួនសោះឡើយពេលឆ្អែតហើយទុនសាយក៏លោតចុះពីកញ្ជើហើយរត់គេចខ្លួនបាត់យាយសាសល់ត្រឹមតែសម្បោះចេកប៉ុណ្ណោះគាត់ហួសចិត្តជាខ្លាំងអោប្រាអើយអញ្ចឹងបោកទុនសាយហើយតើនេះហើយចុងបញ្ចប់គាត់ក៏ត្រឡប់ទៅផ្ទះវិញដោយភាពខឹងសម្បារទៅលើទុនសាយជាខ្លាំង